ពេលថ្ងៃក្រោយមកវានឹងក្លាយជាការដេញថ្លៃប្រចាំឆ្នាំរបស់ភិងហៅមីយលូបាននិយាយថាពាក់កណ្ដាលផ្សេងទៀតនៃថ្មដើមនឹងត្រូវបានតើត្រឹមត្រូវទេក្នុងការបង្ហាញខ្លួននៅលើទីផ្សារសាធារណៈមែនហើយដរាបណាខ្ញុំអាចយក Yuan Stone ខ្ញុំអាចស្វែងរក Fan Chen និងមីយលូដើម្បីធ្វើវាបានផាស្តាងคล้ายៗមិនអាចប្រកែកបានដើម្បីសម្អាតតំបន់រង្វង់មូលឲ្យឪពុកខ្ញុំបន្ទាប់មកខ្ញុំនឹងទៅជាមួយអ្នកនៅទីសាធារណៈជីតារបស់ខ្ញុំបាននាំមុខក្នុងការរៀបចំវ៉ាខ្ញុំអាចជួយអ្នកបានហើយ Fan Chen ប្រកាសជាមិនអនុញ្ញាតឲ្យអ្នកទទួលបានគ្រោះដោយងាយស្រួលនោះទេគាត់នឹងធ្វើអ្វីគ្រប់យ៉ាងដែលវាត្រូវការវាគ្រោះថ្នាក់ពេកសម្រាប់អ្នកនៅម្នាក់ឯងអរគុណ Linger Hathaway បានជាអ្នកគួរសមចំពោះខ្ញុំយើងជាមិត្តនឹងគ្នាមែនទេប៉ាគុំបារម្ភខ្ញុំនឹងយកផុសតាងមកសុនីការជាសាធារណៈក្នុងពេល3ថ្ងៃហើយទុកឲ្យអ្នកដែលសម្លាប់ឯងហូរឈាមការលក់ជាសាធារណៈប្រចាំឆ្នាំរបស់ Ping Hao Jadid គឺជាព្រឹត្តិការណ៍ជួញដូរត្បូងថ្មឈើដ៏ធំបំផុតនៅក្នុងប្រទេសចិនជារៀងរាល់ឆ្នាំត្បូងថ្មឈើពីជុំវិញពិភពលោកត្រូវបានដាក់តាំងបង្ហាញនៅទីនេះហើយបរិមាណដេញថ្លៃសរុបលើសពី 10,000 លាននេះគឺជាឋានសួគ៌សម្រាប់អ្នកលេងល្បែងនិងជាឋានរកសម្រាប់អ្នកផ្សងព្រេងមនុស្សរាប់មិនអស់ស្វែងរកការសងសឹកនៅទីនេះពេញមួយយប់ហើយមនុស្សរាប់មិនអស់បាត់បង់អ្វីទាំងអស់នៅទីនេះហួសខ្ញុំបានសុំឲ្យមនុស្សស្វែងយល់ឲ្យច្បាស់ថាពាក់កណ្ដាលទៀតនៃថ្មរដុបគឺពិតជាត្រូវបានចងក្រងនៅក្នុងការលក់ជាសាធារណៈនេះលេខគឺលេខ088តម្លៃចាប់ផ្ដើមនៅក្នុងតំបន់តាំងពីពណ៌ហាងគឺ5លានតើអ្នកណាដែល Fan Chen បាននិយាយរួចហើយអ្នកមិនត្រូវបានអនុញ្ញាតឲ្យឆក់យកថ្មដ៏រដុបនេះពីគាត់ទេអ្នកណាហ៊ានចាប់វានឹងប្រឆាំងនឹងគ្រួសារវ៉ែនគាត់កាន់តែមិនព្រមចាប់វាខ្ញុំនឹងចាប់វាកាន់តែច្រើនថ្មយាននេះគឺជាភស្តុតាងតែមួយគត់ដើម្បីផ្ដួលរំលំករណីឪពុកខ្ញុំត្រូវតែទទួលបានវាបងប្រុសចេញកុំបារម្ភពីពួកយើងគ្រួសារចៅប្រកាសជានៅខាងអ្នកយើងនឹងបាញ់ដុំថ្មនេះជាមួយអ្នកទោះយើងបែកគ្នាជាមួយ Fan Jie ក៏យើងមិនខ្លាចដែរសូមអរគុណលោកអរគុណបងស្រី Cherry Hathaway បានជាអ្នកនិយាយគួរសមចំពោះខ្ញុំឪពុករបស់អ្នកគឺ Chen Yedao និងខ្ញុំមានទំនាក់ទំនងជោគវាសនាកាលពីពេលនោះបងប្រុសគាត់ត្រូវបានសុំនឹងស្លាប់យ៉ាងសោកនាដកម្មបុរសចំណាស់របស់ខ្ញុំមានអារម្មណ៍មិនល្អខ្ញុំត្រូវតែជួយគាត់យកវាមកវិញលើកនេះការលក់សាធារណៈដោយយុទ្ធធរទទួលយកវិធីសាស្ត្រនៃការដេញថ្លៃសម្ងាត់និងការបាញ់បិទចិត្តមនុស្សគ្រប់គ្នាអាចដេញថ្លៃសម្រាប់ថ្មរដុបដែលពួកគេចូលចិត្តក្រុមហ៊ុនដែលមានការដេញថ្លៃខ្ពស់បំផុតមានរយៈពេលត្រឹមតែ3ថ្ងៃដើម្បីវិនិយោគអ្នកណាដេញបានខ្ពស់ក្រោយ3ថ្ងៃអ្នកនោះនឹងបានថ្មរឹងវាគឺជាថ្មដ៏ក្រៀមក្រំនេះហើយដែលធ្វើឲ្យលោក Chen Yedao ដ៏ល្បីល្បាញបាត់បង់ប្រាក់ទាំងអស់ហើយលោតចុះពីលើអគាររហូតដល់ស្លាប់កាលពី3ឆ្នាំមុនវាក៏ជាដុំថ្មរដុបនេះដែលលាក់ភស្តុតាងដែលមានដែកដែលថា Fan Chen និងមីយលូប្រព្រឹត្តការក្លែងបន្លំប្រព័ន្ធនេះបានរកឃើញដានសិប្បនិម្មិតនៅខាងក្នុងថ្ម Yuan សញ្ញានៃការភ្ជាប់បំណាស់គឺច្បាស់តំបន់ស្នូលនៃថ្ម Yuan ត្រូវបានរកឃើញទំហំរបស់ Imperial Law Jadid មានទំហំប៉ុនកណ្ដាប់ដៃកញ្ចក់គឺហើមនឹងពោពេញទៅដោយពណ៌ជាមួយនឹងច្បាប់អធិរាជគ្មានស្នាមប្រេះនិងគ្មានកប្បាសតម្លៃទីផ្សារគឺលើសពី100លាន Fox ខ្ញុំពិតជាមានច្បាប់អធិរាជហើយខ្ញុំហើមនឹងមានពណ៌ពេញមានតម្លៃ300លានការនោះ Fan Chen និងមីយលូបានត្រឹមតែបិទភ្ជាប់ច្បាប់របស់អធិរាជនៅលើថ្ម Yuan ដើម្បីក្លែងបន្លំពួកគេមិនបានដឹងសោះថាតាមពិតទៅមានច្បាប់របស់អធិរាជរឿងព្រេងនិទានលាក់ខ្លួននៅខាងក្នុងថ្មយានChen Hua មិននឹកស្មានថាអ្នកពិតជាហ៊ានមកនោះទេហេតុអ្វីបានជាអ្នកចង់ឆក់យកថ្មដ៏អាក្រក់នេះថ្មមូលនេះត្រូវបានថតដោយឪពុកខ្ញុំកាលពីពេលនោះឥឡូវនេះគាត់បង្ហាញខ្លួននៅលើការលក់ជាសាធារណៈគាត់នឹងមានចំណែករបស់ខ្ញុំដោយធម្មជាតិហេតុអ្វីខ្ញុំមិនហ៊ានមកChen Hua ខ្ញុំណែនាំអ្នកកុំឲ្យវិតម្លៃសមត្ថភាពរបស់អ្នកខ្លាំងពេកគ្រួសារអ្នកគ្រប់គ្រងរបស់យើងមានគោលបំណងដើម្បីទទួលបានថ្មដ៏រដុបនេះចាប់ពី5លានតើអ្នកអាចផ្ដល់ឲ្យយើងនៅតម្លៃអ្វីគុំគិតថាអ្នកអាចប្រកួតប្រជែងជាមួយគ្រួសារម៉ៅរបស់យើងដោយគ្រាន់តែរកលុយបន្តិចបន្តួចគ្រាន់តែឆ្លាតហើយចេញពីទីនេះគុំធ្វើជាអ្នកក្រភ្នែកនៅទីនេះបើមិនដូច្នេះទេគុំបន្ទោសយើងថាឆ្លើយ Fan Chen អ្នកមានសម្លេងខ្លាំងណាស់វាជាកម្មសិទ្ធិរបស់អ្នករាល់គ្នាមិនមែនគ្រួសារ Van របស់អ្នកទេហេតុអ្វីបានជាយើងគួរទុកឲ្យគាត់រមៀលថ្មដ៏រឹងនេះក្រុមហ៊ុនយូហួររបស់យើងបានសម្រេចចិត្តទទួលយកកិច្ចព្រមព្រៀងនេះរួចហើយខ្ញុំចង់ឃើញអ្វីដែលអ្នកអាចធ្វើបាន
បងប្រុសថ្ងៃអង្គារនេះជារឿងឯកជនរវាងខ្ញុំនិងបុរសម្នាក់នេះអ្នកមិនគួរចូលរួមទេក្រែងអ្នកប៉ះពាល់ដល់សន្តិភាពរវាងគ្រួសារយើងទាំងពីរ ខ្ញុំខឹងដែល Chen Hua គឺជាមនុស្សដែលខ្ញុំឲ្យតម្លៃអាជីវកម្មរបស់គាត់គឺជាអាជីវកម្មរបស់ខ្ញុំបើចង់ប៉ះគាត់ដើរឆ្លងកាត់ខ្ញុំនេះគឺជាឧបសគ្គដ៏ល្អមួយល្អណាស់ពីសប្តាហ៍ចាប់តាំងពីអ្នកទូចឲ្យការពារគាត់ខ្ញុំមិនមានអ្វីត្រូវនិយាយទេតោះជួបខ្ញុំនៅកន្លែងដេញថ្លៃខ្ញុំចង់ឃើញថាតើអ្នកអាចចំណាយប្រាក់ប៉ុន្មានដើម្បីឆក់យកថ្មដ៏រដុបនេះពីខ្ញុំ Fan Shen ឆ្លងគុំបារម្ភអំពីប្រាក់ដុល្លារនេះ Stone ខ្ញុំពិតជានឹងថតរូបនៅអ្វីដែលអ្នកបានធ្វើចំពោះឪពុកខ្ញុំកាលពីពេលនោះហើយខ្ញុំនឹងប្រគល់វាជូនអ្នកវិញបន្តិចម្ដង Chen Hua តើអ្នកសុខសប្បាយទេខ្ញុំមិនអីទេ គេខំខាត់ខ្ញុំកាន់តែចង់បានដុំថ្មនេះខ្លាំងឡើងហួយគុំបារម្ភដុំអត់នេះត្រូវបានពិចារណា ប្រសិនបើអ្នកទទួលបាន100លានខ្ញុំនឹងជួយអ្នកឲ្យទទួលបានផងដែរ